នៅពេលដែលប៊ីស្តុងយើងវាមានបញ្ហាឆ្កូត XRL វាទៅឆ្កូតជាមួយនឹងមីសាមីដល់ពេលវាឆ្កូតនឹងសាមីវាធ្វើឲ្យមានស្នាមឆ្កូតហ្នឹងប្រេងហ្នឹងវាចេញមកតាមកវ៉ាត់ប្រេងកវ៉ាត់ភ្លើងអញ្ចឹងទេអាហ្នឹងធ្វើជាមូលហេតុធំដែលធ្វើឲ្យម៉ូតូយើងបាត់ប្រេងហូចផ្សែងស៊ីប្រេងជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះកឹមឌីណាជាជាងដែលមានបទពិសោធន៍ចេញមកពីក្រុមហ៊ុនរយៈពេល8ឆ្នាំដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុនហើយថ្ងៃនេះខ្ញុំមានបទពិសោធន៍តិចតួចដើម្បីមកចង្អុលបង្ហាញនិងឆ្លើយតបជាមួយនឹងសំណួរពុកម៉ែបងប្អូនអំពីបញ្ហាកង់3ហុយផ្សែងស៊ីប្រេងធ្លាក់ហើយអញ្ចឹងមូលហេតុទាំងអស់នោះខ្ញុំនឹងស្រាយបំភ្លឺនៅក្នុងវីដេអូមួយនេះបាទពេលនេះខ្ញុំមកបង្ហាញចង្អុលពុកម៉ែបងប្អូនពីបញ្ហាហុយផ្សែងស៊ីប្រេងទីមួយគឺបញ្ហាឆ្កូតឌីស្តុងនៅពេលដែលកង់3ឆ្កូតឌីស្តុងក៏វាធ្វើឲ្យកង់3យើងមានបញ្ហាហុយផ្សែងស៊ីប្រេងដែរទី2គឺសាមីឆ្កូតនៅពេលដែលប៊ីស្តុងយើងវាមានបញ្ហាឆ្កូត XRL វាទៅឆ្កូតជាមួយនឹងមីសាមីដល់ពេលវាឆ្កូតនឹងសាមីវាធ្វើឲ្យមានស្នាមឆ្កូតហ្នឹងប្រេងហ្នឹងវាចេញមកតាមកវ៉ាត់ប្រេងកវ៉ាត់ភ្លើងអញ្ចឹងទេអាហ្នឹងធ្វើជាមូលហេតុធំដែលធ្វើឲ្យម៉ូតូយើងបាត់ប្រេងហុចផ្សែងស៊ីប្រេងបញ្ហាមួយទៀតគឺបញ្ហាក្បាលកន្លះបាទកង់3ពុកម៉ែបងប្អូនភាគច្រើនមានបញ្ហាផុងច្បាប់ទី2បញ្ហាបែកមាត់ច្បាប់ទី3បញ្ហាបែកហ្វឺច្បាប់អាហ្នឹងក៏ធ្វើឲ្យកង់3ពុកម៉ែបងប្អូនមានបញ្ហាស៊ីប្រេងហើយផ្សែងដែរអញ្ចឹងដើម្បីថែទាំនៅម៉ាស៊ីនពុកម៉ែបងប្អូនដែលប្រើប្រាស់បានយូរអង្វែងពុកម៉ែបងប្អូនគួរតែប្រើប្រាស់នៅប្រេងម៉ាស៊ីនដែលទទួលស្គាល់និងមានស្តង់ដារត្រឹមត្រូវគឺកំហាប់ប្រេងម៉ាស៊ីន20ហាហេតុអីបានខ្ញុំឲ្យពុកម៉ែបងប្អូនប្រើប្រេងម៉ាស៊ីន20ហាទី1ប្រេងនេះសញ្ញាសម្គាល់វា20ហាទី1ប្រេងម៉ាស៊ីន20ហាវាមានកំហាប់ស្អិតវាតម្រូវជាមួយនឹងកង់3ដែលមានកម្លាំង 200cc និង 225cc អញ្ចឹងទេហេតុអីបានខ្ញុំតម្រូវឲ្យពុកម៉ែបងប្អូនប្រើប្រេង20ហាព្រោះបើសិនជាពុកម៉ែបងប្អូនប្រើប្រេងដែលខុសនៅកំហាប់ទីហោថា10 30 15 40វាមានកំហាប់រាវជាង20ហាអញ្ចឹងវាអត់ត្រូវជាមួយនឹងកម្លាំងម៉ូតូកង់3របស់ពុកម៉ែបងប្អូនទេនៅពេលដែលបងប្អូនប្រើនៅកំហាប់ខុសវាអាចធ្វើឲ្យម៉ូតូយើងរត់ឆាប់ក្តៅម៉ាស៊ីនម៉ូតូយើងរត់ឆាប់ធ្លាក់ល្បឿននៅពេលយើងប្រើកាន់តែយូរទៅគឺធ្វើឲ្យម៉ូតូយើងចាប់ផ្ដើមហុយផ្សែងស៊ីប្រេងអញ្ចឹងទេពុកម៉ែបងប្អូនគួរតែជ្រើសរើសយកប្រេងណាដែលមានស្តង់ដារអន្តរជាតិដែលគេទទួលស្គាល់ពីស្ថាប័នណាមួយដើម្បីយកមកថែទាំប្រេងកង់3របស់ពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនមានចម្ងល់ចំពោះការថែទាំកង់3ឬមួយក៏ចង់ជួសជុលកង់3ពុកម៉ែបងប្អូនអាចទំនាក់ទំនងតាមលេខ Telegram នៅខាងក្រោមសូមអរគុណ